ត្រា44ការចាត់ចែងពេលបុគ្គលដែលបាត់ខ្លួនត្រឡប់មកវិញ1ប្រសិនបើមានការបញ្ជាក់ថាបុគ្គលដែលបាត់ខ្លួននៅរស់ឬមានការបញ្ជាក់ថាទទួលមរណភាពនៅពេលខុសពីពេលដែលបានកំណត់នៅក្នុងមាត្រា43អានុភាពនៃការប្រកាសអំពីការបាត់ខ្លួនខាងលើនេះតុលាការត្រូវលុបចោលការប្រកាសអំពីការបាត់ខ្លួនតាមពាក្យសុំរបស់សាមីខ្លួនឬបុគ្គលដែលមានផលប្រយោជន៍2បុគ្គលដែលបានទទួលទ្រព្យសម្បត្តិដោយចំពោះដោយសារអានុភាពនៃការប្រកាសអំពីការបាត់ខ្លួនត្រូវបាត់បង់សិទ្ធិដោយសារការលុបចោលនៅការប្រកាសអំពីការបាត់ខ្លួននោះប៉ុន្តែបុគ្គលដែលមិនបានដឹងថាការប្រកាសបាត់ខ្លួននោះផ្ទុយពីការពិតនៅពេលដែលខ្លួនបានទទួលទ្រព្យសម្បត្តិនោះត្រូវមានករណីកិច្ចសងត្រឹមតែកម្រិតនៃផលប្រយោជន៍ដែលខ្លួននៅតែទទួលផលប្រយោជន៍តែប៉ុណ្ណោះ3អានុភាពនៃសកម្មភាពដែលបានធ្វើឡើងដោយទុកចិត្តលើការប្រកាសអំពីការបាត់ខ្លួននៅក្រោយការប្រកាសអំពីការបាត់ខ្លួនប៉ុន្តែមុនពេលលុបចោលការប្រកាសអំពីការបាត់ខ្លួននោះពុំទទួលឥទ្ធិពលដោយសារការលុបចោលការប្រកាសអំពីការបាត់ខ្លួនឡើយ4ក្នុងករណីដែលការប្រកាសអំពីការបាត់ខ្លួនត្រូវបានលុបចោលក្រោយពេលសហព័ន្ធរបស់បុគ្គលដែលត្រូវបានប្រកាសអំពីការបាត់ខ្លួននោះបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកផ្សេងហើយអាពាហ៍ពិពាហ៍មុនត្រូវរលាយដោយសារអាពាហ៍ពិពាហ៍ក្រោយនោះ